ជំរាបសួរពុកម៉ែបងប្អូនរបស់mìnhថ្ងៃនេះថ្ងៃអាទិត្យទី14ណាអញ្ចឹងថ្ងៃនេះពូអាកោខ្ទិះមាននំ3មុខមានអាកោខ្ទិះមានចង្ក្រានលឹកតយហើយនិងបាញ់បែវតែមានបងប្អូនពុកម៉ែពូមិញភាគច្រើនដែលគាត់អត់តន់ស្គាល់នំបាញ់បែវឬក៏អាកោក្រាបគាត់ហៅចាក់ចុលគាត់ហៅបាញ់អីបាញ់ឌុកហ្នឹងហើយអញ្ចឹងសូមព្យាយាមនាំគ្នាស្គាល់នំខ្មែរយើងណាបាទនំខ្មែរយើងមានឈ្មោះតាំងពីយូរអើយនេះអានេះមិនមែនចាក់ចុលហើយក៏មិនមែនបាញ់ឌុកដែរកុំយល់ច្រឡំហើយអានេះហៅបាញ់បែវគេចេះយើងហៅបាញ់បែវខ្លះគេហៅអាកោក្រាបអញ្ចឹងណានំហ្នឹងគេញ៉ាំជាមួយមានល្ងមានខ្ទិះសូបមានខ្ទិះសូបអានេះខ្ទិះវានៅខាងក្រៅដោយសារតែបើអាកោខ្ទិះនៅខាងក្នុងអញ្ចឹងយើងញ៉ាំខ្ទិះនេះយើងអាចស្រូបលាយជាមួយអាកោក៏បានមួយអីក៏បានដែរហើយគេនេះ3មុខហ្នឹងយើងមានរៀបចេញជាប្រអប់មានប្រអប់តូចប្រអប់ធំហើយនឹងប្រអប់អីបើវាមានគេហៅមានចម្រុះគ្រប់មុខអញ្ចឹងណាអញ្ចឹងមាន1មុខ2មុខហើយនឹង3មុខដូចអញ្ចឹងអានេះគេហៅថ្នោតអានេះយើងរៀបប្រអប់តូចៗប្រអប់សុទ្ធអានេះយើងរៀបតែអាកោលីគ្នាទេហើយដល់ពេលមកអានេះអាកោហ្នឹងយើងយកមកលេងមួយចាក់កចាន់អានេះចាក់កចាន់ស្លឹកតយអញ្ចឹងពុកម៉ែបងប្អូនពុកមិញដែលគាត់រោហ្នឹងរៀងយូរដែរដោយសារតែមកបានធ្វើវាយើងអត់សូវធ្វើវាស៊ីពេលយូរពេកនេះអានេះចាក់កចាន់អាហ្នឹងមានភាពស្វិតយើងចាក់កចាន់ពណ៌ក្រហមបាទហើយបើអាកោមាន3រសជាតិមានស្លឹកតយមានត្នោតមានដូងហើយអានេះយើងរៀបអត់សុទ្ធទូចចេះក៏មានដែរណាបាទហើយអានេះចម្រុះគ្រប់មុខហ្មងថ្ងៃហ្នឹងយើងមាន3មុខអញ្ចឹងយើងរៀបគ្រប់មុខហ្មងមានចាក់កចាន់មានអាកោមានបាញ់បែវអានេះយើងរៀបគ្រប់មុខដែរតែរៀងធំហ្មងអានេះយើងមកប្រអប់ធំបាទអានេះធំសម្រាប់ខ្ញុំហីអញ្ចឹងសិនជាពុកម៉ែបងប្អូនរួមមិញចង់ញ៉ាំអីថ្ងៃនេះប្រហែលជាម៉ោង12ចេញពីអូស័យទៅអ្នកនៅជុំវិញផ្សារអូស័យឬមុខផ្សារអូស័យអាចមកទិញបានហើយសម្រាប់អ្នកនៅខាងផ្សារកាចេះប្រហែលជាម៉ោង1កន្លះបានចេញពីផ្សារអូស័យទៅបាទហ្នឹងហើយបើពួតឃើញអីឆាតមកក៏បានខលមកក៏បានដែរលេខទូរស័ព្ទដែលជាទូទៅនៅលើប្រអប់មាន097 966 7744នេះលេខទូរស័ព្ទហើយឆាតមក page មក Facebook ខ្ញុំក៏បានអីទេខ្ញុំអនឡាញរហូតដែរទេហើយហ្នឹងហើយអរគុណច្រើនបាទអរគុណ